បាទសូមគោរពជំរាបសួរបាទថ្ងៃនេះថ្ងៃទី30បាទខែមីនាឆ្នាំ2025បាទត្រូវជាថ្ងៃអាទិត្យបាទវេលាម៉ោង12បាទរសៀលបាទហើយឥឡូវនេះខ្ញុំបាទស្ថិតនៅក្នុងសួនសាធារណៈបាទសួនសន្តិភាពដែលស្ថិតនៅក្នុងបរិវេណមណ្ឌលអនុស្សាវរីយ៍ហើយតបជាប់គ្នាជាមួយនឹងផ្សារបន្ទូណាមបាទផ្សារបន្ទូណាមគឺបងប្អូនខ្មែរយើងគាត់ស្គាល់ហើយបាទគាត់ស្គាល់ផ្សារបន្ទូណាមហើយបងប្អូនហើយព្រឹកមិញហ្នឹងខ្ញុំបានមើលព័ត៌មានតាមទូរទស្សន៍ក៏ដូចជាមើលព័ត៌មានបាទតាម TikTok បាទឃើញថាមានបងប្អូនខ្មែរយើងជាច្រើនដែលគាត់បាទធ្វើមានទុនិវត្តន៍បាទត្រឡប់ទៅប្រទេសកម្ពុជាយើងបាទទៅប្រទេសខ្មែរយើងវិញយ៉ាងច្រើនកកកបាទតកតុយតភ្ជាប់ជួរវែងឡាយបងប្អូនបាទដើម្បីវាយប៉ាសពតត្រឡប់ទៅលេងស្រុកកំណើតបាទវាគាត់ជន់នឹងហេតុការណ៍ដែលកើតឡើងនៅក្នុងទីក្រុងបាងកកកាលថ្ងៃទី28ខែ3 2025នោះមានហេតុការណ៍រំជួយផែនដីកើតឡើងអញ្ចឹងធ្វើឲ្យបងប្អូនខ្មែរយើងបាទមួយចំនួនគាត់មានការភ័យខ្លាចគាត់បារម្ភអញ្ចឹងគាត់ក៏ត្រឡប់ទៅស្រុកកំណើតវិញជាទូទៅហ្នឹងគឺអ្នកដែលបាទត្រឡប់ទៅស្រុកកំណើតហ្នឹងគឺទៅថ្ងៃទីគៀកចូលឆ្នាំចាប់ពីត្រឹមថ្ងៃទី8ទី9ទៅហ្នឹងគឺគេទៅលេងស្រុកហើយបាទប៉ុន្តែឆ្នាំនេះប្លែកដោយសារមានហេតុការណ៍ហ្នឹងវាកើតឡើងផងអីផងអញ្ចឹងគាត់ក៏ទៅមុនហ្មងទៅបាទហើយបើយើងចាំដល់ថ្ងៃគៀកទី8ទី9ទី10វាគៀកចូលឆ្នាំមែនតើមនុស្សវាច្រើនបាទមនុស្សច្រើនហើយថ្លៃការធ្វើដំណើរពីកន្លែងយើងទៅកន្លែងវាយប៉ាសពតជាដែនហ្នឹងបាទតាមច្រកប៉ោយប៉ែតក្តីច្រកបៃលិនក្តីច្រកកោះកុងក្តីច្រកខេត្តឧត្តរមានជ័យក្តីហ្នឹងវាអាចនឹងមនុស្សច្រើនបាទមនុស្សច្រើនកកកវាអាចនឹងពិបាកនៅក្នុងការធ្វើដំណើរអញ្ចឹងបើសិនជាយើងធ្វើដំណើរទៅពីលើទៅហ្នឹងពីថ្ងៃទី30ខែ3ឬថ្ងៃ31ខែ3ឬថ្ងៃទី1ទី2ទី3ខែមេសាអាហ្នឹងក៏វាល្អសម្រាប់យើងដែរបាទវាអាចជួយសម្រួលបញ្ហាការកកស្ទះចរាចរណ៍បានច្រើនដែរហើយតម្លៃនៃការធ្វើដំណើរទៅហ្នឹងក៏វាមិនសូវជាថ្លៃប្រហែលដែរបាទអញ្ចឹងឃើញបងប្អូនយើងក៏ទៅច្រើនមែនទែនបងប្អូនទៅស្រុកយើងបាទទៅលេងស្រុកយើងទៅលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរបុណ្យមហាសង្ក្រាន្តខ្មែរយើងបាទរៀបចំទូទាំងប្រទេសយើងបាទអញ្ចឹងសូមគោរពជូនពរបងប្អូនខ្មែរយើងទាំងអស់ដែលធ្វើដំណើរត្រឡប់ទៅមាតុប្រទេសបាទប្រទេសកម្ពុជាយើងសូមជូនពរបងប្អូនទាំងអស់បាទធ្វើដំណើរប្រកបទៅដោយសុខសុវត្ថិភាពតាមផ្លូវហើយទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនបាទរីករាយបាទជាមួយនឹងបុណ្យមហាសង្ក្រាន្តបាទបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងខាងមុខនេះដែលនឹងឈានចូលដល់ខាងមុខនេះដល់ថ្ងៃបាទទី13 14 15បាទមេសា2025ខាងមុខបាទអញ្ចឹងសូមអរគុណបាទសូមជូនពរបងប្អូនខ្មែរទាំងអស់គ្នាបាទទាំងនៅគ្រប់មជ្ឈដ្ឋានទាំងអស់បាទគ្រប់ទីកន្លែងបាទទាំងនៅក្នុងប្រទេសយើងក៏ដូចជាតាមបណ្ដាប្រទេសផ្សេងៗទាំងអស់បាទឲ្យតែជាជនជាតិខ្មែរយើងបាទសូមជូនពរបងប្អូនទាំងអស់បានសុខសុវត្ថិភាពសុខភាពល្អសំណាងល្អបាទសូមគ្រប់ជំរាបលាបាទ